bà bóng pôn từ kia côn cờ vai nơi tí ní cứ miên tràn mơn côn tại mặt đòn bà cơn tràn mơn côn còn để tha mặt đông thôm thôm ní miên môi môi bóng cọt cọ tục rồi hái hai nơi mà bay kháng ní bóng pôn này anh thôm thôm ní kỳ do rồi hái bà kỳ miên bóng cọt mò rọp do toal tờ mong chân nơi mà bay kháng ní bóng pôn còn để tha mà bay kháng ní vì nó đá miên nơi tí tui này lại bà đá nơi tí tui này lại nắng kỳ bóng pôn này cũng tràn bóng pôn này cũng mẹ dạng tích cứ bấy đàm mà cùng và mà thối dạng tích bấy đàm được xong đọ chun bóng pôn mơ muối bà nè bóng pôn này côn này cũng nít pram po muối đàm bà chân dạng hỏi nát bấy đàm có thể thay chạy bóng pôn đời xa bóng pôn dương tây ca tràn tiết hay nhung miền ọt cục dương nơi sau tay bảo phết đàm tích tui của buộcประมาณ chia bầm pơ tắc mà mệt hai chị bắt bị sót của buộc của pan ní ha bóng pôn đàm chạy của pan ní đàm ọt sơ thôn đi bà chân nhung lực thực chất bà nhung gì luôn tới ọt trong lũ chun bóng pôn là lại gì đời xa bị tích tui trắng bà của buộc của môi pơ tắc bóng pôn chỉ mơ nhung chó bà này nhung chó vì của buộc trâm mà chất bọc nhung chẳng vì ai bầm pơ tắc ai mà mệt miền đam khá mà mệt đam khá bầm pơ tắc chẳng bà đam chơiរបៀបនេះជាបទពិសោធន៍ដាំអត់សូវធន់ទេបងប្អូនបាទត្រូវថ្ងៃល្មមសពូនងាប់ទៅវិញអស់បាទឬក៏សំណើមដីអត់សមស្របយើងភ្លេចមើលភ្លេចស្រោចទឹកវាតាមរយៈពេលខ្លីទៅវិញអស់ទៅហ្មងអញ្ចឹងឯងបានបងប្អូនយើងជាច្រើនបានសំចែកសំទិញពូជហើយខ្ញុំថាបងចាំតិចទៀតបាទចាំចូលដល់ខែ10ខែ11ចុងខែ11អីក៏នៅតែដាំបានដែរអត់បញ្ហាទេពួកអីក៏វាញ់ដាំអត់ប្រកាន់រដូវទេបាទយើងដាំបានពេញមួយឆ្នាំរដូវណាខែណាក៏បានដែរអ្វីដែលសំខាន់គឺបងប្អូនមានម្លប់ហើយស្រោចទឹកជាប្រចាំគឺដោះលូតលាស់ល្អហើយចឹងទៅបងប្អូនត្រូវការយកទៅឥឡូវភ្លាមនេះខ្ញុំមិនចង់ដាក់ជូនទេបាទមិនចង់ដាក់ជូនទេបើសិនជាអាចបងប្អូនសូមរងចាំបន្តិចហើយអាដើមតិចតួចនេះគឺទោះបីខ្ញុំលក់បញ្ចុះតម្លៃធូរថ្លៃក៏ខ្ញុំគិតថាបងប្អូននៅតែខាតដែរពួកអីភាគរយនៃការរស់ហ្នឹងនៃការដោះលូតលាស់ហ្នឹងវាទាបអីចឹងណាបងប្អូនបាទវាទាបខ្ញុំទុករហូតទៅដល់រឹសវាចាក់ស្រះពេញក្នុងកថោក្នុងកតួងបតោះនេះសិនអញ្ចឹងទើបបងប្អូនយកទៅដាំភាគរយនៃការរស់ហ្នឹងល្អខ្ពស់បាទបើមិនអញ្ចឹងទេហ្នឹងវាអត់សូវធន់ទេបាទនេះជាហេតុផលដែលបងប្អូនសំចែកហើយខ្ញុំថាសូមពយាពេលសិនបាទសូមពយាពេលសិនបាទសូមអធិស្ឋានបងប្អូនហើយបងប្អូនដែលបានកក់លុយទុកមុនដែលបានកំងទុកមុនគឺខ្ញុំបានត្រៀមទុករាប់ទុករួចរាល់គ្រប់ចំនួនបាទអត់បញ្ហាទេបាទយើងនៅដាក់ផ្ញើជូនបន្តបន្ទាប់ទៅបាទនៅដាក់ផ្ញើជូនបន្តទៅកម្ពស់ប្រហែលជា1ម៉ែត្រទៅ1ម៉ែត្រកន្លះបាទ1ម៉ែត្រទៅ1ម៉ែត្រកន្លះនៅពេលដែលយើងយកទៅដាំហើយកូនវានេះនឹងខ្ពស់ជាងនេះបងប្អូនជាទូទៅបើសិនជាបរិយាកាសនៅទៅនឹងសមស្របមានដើមឈើមានម្លប់ត្រឹមត្រូវមានសំណើមដីត្រឹមត្រូវកម្ពស់បានរហូតទៅដល់3ម៉ែត្រណាបងប្អូនបាទកវាញណាខ្ពស់ល្អបាទដល់ទៅ3ម៉ែត្របាទដូចនេះគឺសិតតែដើមដែលត្រូវដាក់ផ្ញើជូនបងដែលបានកក់ទុកហើយបងប្អូននេះកម្ពស់ត្រឹមជាការរបស់ខ្ញុំបាទកម្ពស់ត្រឹមជាការរបស់ខ្ញុំបាទអញ្ចឹងសិតតែដើមថ្លោះដើមធំល្អមកផើងយ៉ាងហោចណាស់មាន3ដើមបងប្អូនមកផើងមាន3ដើមទើបខ្ញុំដាក់រៀបចំផ្ញើជូនទៅបាទអញ្ចឹងខ្ញុំគិតថាជូនប៉ុណ្នេះបងប្អូនសូមអធិស្ឋានបងប្អូនអតិថិជនថ្មីដែលមានតម្រូវការហើយខាងខ្ញុំវាមើលទៅគិតថាលក់ជូនមិនទាន់បានតែបើតែយើងមានច្រើនម៉ឺនកូនប៉ុន្តែវានៅស្ទើរនៅឡើយអាដើមធំនេះបងប្អូនយើងគាត់បានកក់ទុកមុនគាត់បានអីមុនតាំងពីយូរមកហើយឬក៏បងប្អូនទើបតែទិញហើយយើងនឹងរៀបចំបន្តហើយមកល្មមនឹងរៀបចំជូនគាត់អញ្ចឹងទៅនៅសល់ផ្សេងទៀតហ្នឹងគឺដើមតិចតួចបងប្អូនដើមតិចតួចអញ្ចឹងទៅក៏អត់ទាន់អាចដាក់ជូនបានបងប្អូននេះខាងក្រោយរាប់ម៉ឺនកូននៅខាងក្រោយច្រើនប៉ុន្តែវាតិចតួចអញ្ចឹងណាបងប្អូនបាទវាតិចតួចអញ្ចឹងទៅបញ្ជាក់ម្ដងហើយម្ដងទៀតពិតជាអធិស្ឋានមែនបងប្អូនយកទៅដាំភាគរយរស់ហ្នឹងវាទាបបាទដោយសារបទពិសោធន៍នៃការដាំកវាញ់របស់ខ្ញុំនេះវាអាចថាក្រាស់ក្រែលដែរហើយបាទខ្ញុំដាំតាំងពី2012មកម្លេះ2012មកអញ្ចឹងខ្ញុំពិសោធន៍ច្រើនលើកច្រើនសារយើងដាំច្រើនវិធីសាស្ត្រច្រើនកន្លែងច្រើនរបៀបយើងដឹងអំពីលក្ខខណ្ឌមួយចំនួនដែលកវាញ់ដោះលូតលាស់ល្អបាទ
មានចំណេះដឹងមួយចំនួនទៅលើដំណាំកវាញអញ្ចឹងហើយបានដើមទូចដើមខ្ចីហ្នឹងខ្ញុំអត់ទាន់លើកទឹកចិត្តសម្រាប់បងត្រូវការយកទៅដាំដល់ឡើយទេបងប្អូនអាចរងចាំបន្តិចហើយដល់រដូវប្រាំងក៏ដាំបានដែរបងប្អូនបញ្ជាក់ម្ដងហើយម្ដងទៀតវាអត់បញ្ហាទេកវាញវាជាដំណាំមួយដោះលូតលាស់អត់ប្រកាន់រដូវទេយើងដាំរដូវណាក៏បានដែរលក្ខខណ្ឌសំខាន់របស់វាបងប្អូននេះខាងលើមានម្លប់ហើយខាងក្រោមដីគឺដីសើមល្អមានសំណើមល្អបើដីខ្វះសំណើមបងប្អូនទាមទារស្រោចទឹកវាជាប្រចាំទៅវាដោះលូតលាស់ល្អហើយនៅទីនេះយើងមានប្រព័ន្ធស្រោចស្រពមានអីតំណក់ទឹកទយោទឹកអីចឹងទៅវាដោះល្អអញ្ចឹងយើងដាំបានទាំងរដូវប្រាំងរដូវវស្សាប្រមូលផលបានទាំងរដូវប្រាំងរដូវវស្សាដូចគ្នាបាទអរគុណបងប្អូនខ្ញុំជូនប៉ុណ្នេះហើយសូមអធិស្ឋានបងប្អូនដែលត្រូវការហើយអត់ទាន់មានន័យថាមានតែវានៅតិចតួចអត់ទាន់លក់ជូនបានទេបាទហើយបងប្អូនអាចរងចាំមួយរយៈពេលទៀតអាចក្នុងខែ11ចុងខែ11នេះគឺមានច្រើនម៉ឺនកូនទៀតដែលអាចល្មមដាំបានបាទអរគុណបងប្អូនជូនប៉ុណ្នេះជួបគ្នានៅពេលក្រោយទៀតបាទសូមអរគុណ